តនេមួយថ្ងៃគ្មានធ្វើស្អីទេបាទស្គាល់ពីអ្នកហ្នឹងថ្ងៃសៅរ៍មកដល់រមើលដើមថ្នោតតែមានមេដួងនៅចឹងណាក្នុងពីអ្នកយើងទៅជីកដើមថ្នោតបាទមិនដឹងបានស្អីទេមួយថ្ងៃហ្នឹងវល់វែកនៅតែហ្នឹងឥឡូវជីកហើយបាទទៅចែជីកទៅចែជីកខ្វេះហើយស្មាត់យើងមុខជួហួយហើយជីកមកសម្បក់អត់ឃើញដួងមួយទេបាទតែគាត់ថ្នោតហ្នឹងជីកមិនដូចជីកដីទេបាទប្រឹងបែកញើសប្រឹងក្របពូតហ្នឹងក្រោយផ្ទះហ្នឹងផ្ទះយើងពេលដើមផ្ដួលដើមថ្នោតចឹងទៅវាមានមេដួងនៅវិញឃើញមួយនៅនេះឃើញនឹងនៅណាវាលូកចាប់អ្នកជីកបាទដៃឡូវបាទខ្ញុំនេះលូនក្រាបសួរធ្វើស្អីវែកបានអីទៅវែកទៅឃើញអស់ចិត្តដើរចាញ់ទៅស្មាត់យើងបន្តទៀតបាទឃើញមកប្រាប់តែឃើញដួងមួយហើយមកលូកមកចាប់មួយខូចតិចទៀតខូចបានអត់បានដែរជីតទៀតឥឡូវជីទៀតបាត់យើងភុជំនាញស្អីក៏ចេះបកត្រីចាប់ដោឥឡូវយើងនេះមកកល់ថ្នោតមួយទៀតដែរបាទនេតនឹងធ្វើអីកាប់កល់ថ្នោតលេងចឹងទៅកាប់ហ្នឹងមើលដួងវានៅហ្នឹងយើងកាប់ហ្នឹងចេះតែកាប់ទេបាទកាប់ពូវាបកចេញមកយើងឃើញដួងវានៅទៅសរសៃថ្នោតហ្នឹងទូចនេះអាចវាស៊ីវាឃើញអាចចឹងវាមានដួងនៅហ្នឹងហើយយើងត្រូវជីកទៅកាប់វាទៅឃើញបានយកមកឈ្ងុយលំមិនចានេះធម្មជាតិសតមកមានសារធាតុគីមីទេមើលអញគេចាប់តបមកនេះឃើញមួយចាប់វាបាទក្លឹបទូចហ្នឹងនិយាយអ្នកត្រង់ចឹងអ្នកកាន់កធនអ្នកវែកអ្នកជីអ្នកកាប់បោះតបក់ណាបែរទៅឲ្យក្របពូតហើយស្មាត់ចឹងដល់បន្តជីខ្វេះហ្នឹងទៅបាទដល់មកអស់ហើយណានំនេះមកអស់ហើយកាត់ក្តៅចាយមកជួយគាស់នេះស្មាត់យើងលងលិចលងកើតបានលងលិចលងកើតបានជិះអុចមែនឥឡូវចាយណាសយ៉ាណាស្មាត់បានអាក្តាប់ថ្នោតនឹងមួយទៀតអាកង់ថ្នោតទៀតជីយកនេះស្កាក់ណាស់វាបង្ហាញហើយបានណាវានៅកំពុំហ្នឹងមេវានៅហ្នឹងឬយកមកហ្នឹងទុកខ្លះក៏ញាស់ខ្លះក៏វាមិនតន់ញាស់អញ្ចឹងទៅមានអីតនេស្លាប់ហ្នឹងចាដើរស្គាល់អញ្ចឹងទៅនេះអូអានេះឆ្ងាញ់បើមេបាទចិត្តញាស់ហ្នឹងអូអានេះច្រើនណាស់ញាស់ហើយមិនស្រួលជីកណាដើមថ្នោតមួយម្នាក់ដល់ហើយចប់ជីកកាប់នេះមួយជីកទៅជាតិបដ ாய் ដល់ពេលវាស៊ីដួងស៊ីទៅវារៀងផុយឲ្យយើងអាចជីកបានអូនេះវាឈរវាជីកបានតែបើសិនជាដើមថ្នោតវែងយើងវាក់ជីកដែរតោះកាប់ទៅថៅតែនេះកថ្នោតខ្លីយើងអាចចាប់បានវាថាស្មាត់យើងជំនាញខ្ញុំកាយខ្វេះហាត់ចឹងទៅតែស្មាត់យើងមានចេះតនេទេអត់ថាឃើញជីមានទេសួរបានអត់បានស្ដេចមនុស្សដែរហ្នឹងប្រឹងថាឥឡូវយើងជីទៅវានៅប្រហោងចឹងណាហើយការបញ្ចូលសលេងវាវល់តែមានតែប៉ុណ្ណឹង